ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ពីមួយខែទៅមួយខែខ្ញុំជឿថាពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាមានអារម្មណ៍នឿយហត់ជាមួយនឹងការប្រកបមុខរបររកស៊ីក៏ដូចជាការបំពេញការងារប្រចាំសប្តាហ៍អញ្ចឹងថ្ងៃនេះផងដែរខ្ញុំបាទពិតជាមានឱកាសល្អមែនទែនដែលបានមកដល់ទីតាំងមួយកន្លែងដែលជាការកែច្នៃរៀបចំដ៏ស្រស់ស្អាតសម្រាប់សម្រាកលំហែកាយពុកម៉ែបងប្អូននៅថ្ងៃចុងសប្តាហ៍ក៏ដូចជាក្នុងឱកាសនៃការដែលឈប់សម្រាកហើយបាននាំក្រុមគ្រួសារសាច់ញាតិបងប្អូនអាចមកសម្រាកលេងបានដោយនៅទីនេះគាត់មានការរៀបចំជាមួយនឹងផ្ទះស្នាក់នៅយ៉ាងសម្បូរបែបមានក្រែ1រហូតដល់ក្រែ7ហើយមានទីតាំងសម្រាប់អាំងសាច់លេងសម្រាប់ជាការកំសាន្តជួបជុំគ្រួសារពុកម៉ែបងប្អូនក៏ដូចជាមានអាំងហែលទឹកសម្រាប់ក្មេងៗងូតលេងកំសាន្តផងដែរហើយអ្វីដែលសំខាន់បំផុតខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានមើលឃើញជាមួយនឹងទេសភាពដ៏ស្រស់បំព្រងដែលម្ចាស់ទីតាំងHighland Park បាទគាត់បានរៀបចំកែសម្រួលទីតាំងមួយដែលសោះកក្រោះកាលពីកន្លងមកហើយគាត់បានកែច្នៃទៅជាមានការស្នាក់នៅក៏ដូចជាមានកន្លែងកំសាន្តហើយអ្វីដែលសំខាន់គឺគាត់បានព្យាយាមនៅថែរក្សាជាមួយនឹងប្រភេទដើមឈើព្រៃជាច្រើនការតុបតែងលម្អកែច្នៃបានคล้ายទៅជាទីតាំងសម្រាប់លំហែពុកម៉ែបងប្អូនដែលអាចជ្រើសរើសមកមិនខុសបំណងទេហើយទីតាំងគាត់ដែលរៀបចំនេះគឺងាយស្រួលរកមែនទែនដែលពុកម៉ែបងប្អូនមកធ្វើដំណើរជិតដល់ក្រុងសែននរមប្រហែលសល់តែ6គីឡូទេដល់ក្រុងសែននរមលោកអ្នកមកដល់រមណីយដ្ឋានមួយកន្លែងដែលហៅថាអូរមីសអញ្ចឹងពុកម៉ែបងប្អូនឆ្លងអូរមីសមកប្រហែលតែ1គីឡូម៉ែត្រមានផ្លូវបត់ឆ្វេងដៃដែលជាផ្លូវបេតុងងាយស្រួលធ្វើដំណើរទៅកាន់ភូមិពូតាំងហើយទីតាំងរីសតរបស់គាត់នេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវដែលមានចម្ងាយពីផ្លូវបំបែកមកត្រឹមតែប្រហែល1000ម៉ែត្រប៉ុណ្ណោះហើយមានអគារប៉មមួយដ៏ខ្ពស់បំផុតងាយស្រួលរកមែនទែនហើយក៏មានលាយឡំជាមួយនឹងស្លាកសម្គាល់ដាក់ថា Highland Park ដែលងាយស្រួលក្នុងការកត់ចំណាំហើយសំខាន់មួយទៀតបន្តិចទៀតលោកអ្នកនឹងបានមើលឃើញជាក់ស្ដែងអំពីទស្សនវិជ្ជាដែលខ្ញុំបាទនឹងបង្ហាញនៅតាមបន្ទប់ស្នាក់នៅនីមួយៗដែលគាត់មានការរៀបចំក្រែ1ក្រែ2ក្រែ3និងក្រែ7ដែលជាលក្ខណៈដែលហៅថាការស្នាក់នៅជួបជុំគ្រួសារនិងមិត្តភ័ក្តិខ្នាតធំតែម្ដងដែលអាចស្នាក់នៅបានពី10នាក់ទៅ20នាក់អញ្ចឹងទៅហើយតម្លៃចំពោះតម្លៃគឺកាន់តែពិសេសទៀតជាមួយនឹងបរិយាកាសល្អឯកហើយតម្លៃគឺមានតម្លៃចាប់ពី$35ឬក៏140,000រៀលឡើងទៅលោកអ្នកអាចស្នាក់នៅបានយ៉ាងស្រួលខ្លួនមែនតើហើយមានសេវាកម្មថែមជូនជាមួយនឹងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការអាំងសាច់ហូបលេងជុំគ្នាធ្វើម្ហូបខ្លួនឯងបាទហើយក្នុងបន្ទប់របស់គាត់មានបន្ទប់ទឹកហើយស្រស់ស្អាតហ្នឹងគឺមានការរៀបចំជាមួយនឹងគេហៅថាផ្ទះបាយសម្រាប់សម្អាតចានសម្អាតឆ្នាំងអីចឹងទៅនិយាយទៅយើងមកស្នាក់នៅកន្លែងនេះប្រៀបដូចជាផ្ទះខ្លួនឯងបដោះអាសន្នដែលអាចរស់នៅជាមួយនឹងធម្មជាតិព្រឹកឡើងលោកអ្នកបានស្ដាប់ឮជាមួយនឹងសំឡេងសត្វស្រែកខ្ញៀវខ្ញាពិសេសមានសំឡេងមាន់ព្រៃរងាវទៀតរើមិនបានទេបងប្អូននៅក្នុងក្រុងសែននរមរបស់យើងនេះគឺពិតជាអស្ចារ្យមែនតើទីតាំងយើងមើលមួយផ្លែតដូចជាសមុទ្រឈើអញ្ចឹងនៅទល់មុខជាមួយនឹង Highland Park ហើយជុំវិញទីតាំងនេះមានភូមិរបស់បងប្អូនជនជាតិដើមភាគតិចមានចម្ងាយប្រហែលតែ2គីឡូជាងទេលោកអ្នកអាចទៅទស្សនាជាមួយនឹងគេហៅថាការរស់នៅបែបវប្បធម៌របស់ពួកគាត់បាទមានតម្រៃមានអីចឹងទៅលោកអ្នកអាចរើសសេវាកម្មបាននៅទីនោះយើងមានមគ្គុទ្ទេសក៍របស់យើងសម្រាប់ធ្វើការនាំផ្លូវទៅលេងសត្វដំរីវានៅក្បែរគ្នាចឹងទៅមួយទៀតពុកម៉ែបងប្អូនខ្ញុំចង់ឲ្យពុកម៉ែបងប្អូនបានដឹងបន្តិចថានៅក្នុងរដូវធ្លាក់ភ្លៀងនេះក្នុងខេត្តមណ្ឌលគិរីមិនត្រឹមតែមានសម្រស់ស្រស់ស្អាតជាមួយនឹងពណ៌បៃតងទេនៅតាមរមណីយដ្ឋានជាច្រើនត្រូវបានរៀបចំកែច្នៃលម្អយ៉ាងយកទុកដាក់បំផុតពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាសហការជាមួយនឹងអ្នកគ្រប់គ្រងទីតាំងផ្ទាល់សហគមន៍គឺមានការរៀបចំជាមួយនឹងការលក់បន្លែផ្លែឈើធម្មជាតិដែលដាំដុះក៏ដូចជាបេះប្រមូលផលចេញពីព្រៃសហគមន៍ហើយអ្វីដែលសំខាន់គឺមានតម្លៃសមរម្យល្អចំពោះសុខភាពហើយពិសេសមួយទៀតនោះគឺអាកាសធាតុត្រជាក់ពុកម៉ែបងប្អូនតែងតែធ្វើដំណើរទៅណាក៏ដោយលូរឿងក្តៅតែមកមណ្ឌលគិរីកុំភ័យរឿងក្តៅនៅទីនេះមានមេឃមីសតុំស្ទើរតែ24ម៉ោងតែម្ដងបាទពីព្រឹករហូតដល់ល្ងាចគឺលោកអ្នករីករាយជាមួយនឹងខ្យល់អាកាសល្អបរិសុទ្ធហើយនៅពេលយប់ជាមួយនឹងស្ថានភាពអាកាសធាតុហ្នឹងគឺត្រជាក់ស្រួលខ្លួនមែនតើលោកអ្នកមកយកសេវាកម្មស្នាក់នៅមានម៉ាស៊ីនត្រជាក់សង្ស័យតែមិនបានបាក់ម៉ាស៊ីនត្រជាក់ផងដោយសារតែនៅនេះអាកាសធាតុសមរម្យល្មមក្នុងការស្នាក់នៅនិងស្នាក់អាស្រ័យហើយយ៉ាងណានោះខ្ញុំក៏សូមអធិស្ឋានផងដែរជាមួយនឹងការអត្ថាធិប្បាយរបស់ខ្ញុំអាចមានការលើលួសខ្វះខាតដោយសារតែសប្បាយចិត្តពេកបានមកដល់កន្លែងស្អាតទៅចង់ចែករំលែកទៅពុកម៉ែបងប្អូនបានមើលឃើញទាំងអស់គ្នាហើយសង្ឃឹមថាលោកអ្នកនឹងចូលរួមចលនាដើរលេងកម្សាន្តនៅក្នុងស្រុករបស់យើងឲ្យបានច្រើនដើម្បី
ចរន្តសេដ្ឋកិច្ចរបស់យើងវិលជុំបាទដើម្បីឲ្យកំណើនសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់យើងមានភាពល្អប្រសើរការដើរលេងខាងក្រៅប្រទេសគឺវាល្អហើយដែលយើងអាចទទួលបទពិសោធន៍ថ្មីៗប៉ុន្តែនៅក្នុងស្រុករបស់យើងក៏មានចំណុចពិសេសនិងកន្លែងល្អច្រើនសម្រាប់ពុកម៉ែបងប្អូនបានសិក្សានិងស្វែងយល់ក៏ដូចជាដើម្បីបានមើលឃើញជាក់ស្ដែងផងដែរហើយការចំណាយគឺតិចជាងទៅស្រុកក្រៅបាទសូមអរគុណ